ចឹងការយកការបញ្ចេញមតិសេរីភាពគំនិតនិងយកទៅប្តឹងបទបរិហាគេអីខ្ញុំគិតថាมันទាន់សមស្របទេផ្ទុយទៅវិញគេឲ្យតម្លៃទាបទៅវិញឯអ្នកដែលប្តឹងណាហើយមួយទៀតយើងមានសំណួរដែលគួរឲ្យចង់សើចដោយសារអ្នកប្តឹងគឺណបៈជាជនហើយបើអ្នកកាត់ក្តីអ្នកធំនៅតុលាការហ្នឹងសិតតែសមាជិកណបៈអញ្ចឹងយើងក៏នៅមើលទៅគឺយើងយកបើយើងឧទាហរណ៍ក្រុម Real Madrid យកសមាជិកយកមកធ្វើអាប៊ីតយកមកធ្វើអាញាកដាលហើយទៅប្តឹងគេអាហ្នឹងអស់សំណើចទៅពុំសម្រាប់សំណុំរឿងលោកអូវរៈនេះការបញ្ចេញមតិរបស់គាត់មើលទៅវាហួសកម្រិតព្រំដែនជាមួយក៏យ៉ាងម៉េចបានវាឈានដល់ការខ្ញុំមិនទាន់ឲ្យតម្លៃទេប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយការបញ្ចេញមតិនៅក្នុងសង្គមប្រជាធិបតេយ្យគេមិនដែលយកទៅធ្វើរឿងតុលាការណាផ្ទុយទៅវិញបើសិនជាបញ្ចេញទៅវាខុសឬក៏វាត្រូវគេយកប្រព័ន្ធអប់រំហើយយកតម្លៃសង្គមនេះឲ្យប្រជាពលរដ្ឋទូទៅគាត់មើលឃើញណាបញ្ចេញខុសបរិហាគេថ្ងៃក្រោយគេលែងស្ដាប់សូម្បីអ្នកសារព័ត៌មានក៏លែងយកព័ត៌មានដែរអញ្ចឹងអ្នកណាដែលយកព័ត៌មានបញ្ចេញទៅវាមានភាពពិតប្រាកដច្រើនផ្ដល់នូវតថភាពសង្គមច្បាស់លាស់អាហ្នឹងសារព័ត៌មានឬក៏ប្រជាជនគាត់ចូលចិត្តស្ដាប់អញ្ចឹងយើងមិនចាំបាច់ទៅប្តឹងផ្ដាល់អីទេអ្នកណាជេរអ្នកណាបចោមូលបង្កាច់បរិហាគេតម្លៃខ្លួនគាត់ចំពោះសាធារណជនវាកាន់តែទៀបទៅណាទី1ទី2ខ្ញុំគិតថារដ្ឋាភិបាលគាត់មានយន្តការច្រើនទូរទស្សន៍វិទ្យុឲ្យឱកាសច្រើនទៀតសម្រាប់ជួបប្រជាជនណាគួរតែរកអ្នកបកកែដើម្បីយកមកបកស្រាយបើអ្នកណានិយាយខុសគាត់បកស្រាយទៅប្រជាជនគាត់យល់ថាអូអ្នកហ្នឹងនិយាយខុសមែនអញ្ចឹងវាធ្វើឲ្យតម្លៃក្នុងសង្គមគាត់ទៀបទៅវិញហើយបើខ្ញុំជារដ្ឋាភិបាលខ្ញុំរៀបចំក្រុមល្អដែលមានទេពកោសល្យហើយព្យាយាមបកស្រាយប៉ុន្តែបកស្រាយហ្នឹងបកស្រាយការពិតជាវៀងបកស្រាយការពារកាលណាបកស្រាយការពារយើងលែងរកការពិតឃើញទេធ្វើម៉េចការពារឲ្យតែឈ្នះណាអញ្ចឹងអត់ទទួលបានជោគជ័យទេលោកពូក្នុងនាមលោកពូជាអ្នកក៏ដូចជាអ្នកវិភាគក្នុងនាមអ្នកវិភាគមួយក៏ដូចជាបញ្ចេញមតិយោបល់លើបញ្ហាសង្គមតើមានក្តីបារម្ភថាអាចមានករណីអញ្ចឹងកើតឡើងអត់មួយក៏ប្រព័ន្ធតុលាការអាចដាក់ពេលដែលយើងដើរកាត់ភ្លៀងវាជិះមិនរួចពីទឹកភ្លៀងទេណាពេលដែលយើងដើរថ្ងៃក្តៅវាមិនជិះមិនរួចពីក្តៅទេប៉ុន្តែបើសិនតែយើងចេះតែច្រកហើយឲ្យអ្នកដតីក្តៅក៏មិនសូវសមរម្យដែរណាអញ្ចឹងយើងត្រូវតែប្រឈមពលរដ្ឋខ្ញុំមកក្រោយទៅចង់សួរសំសើពលរដ្ឋតែលោកពូជំនាញវិភាគមនុស្សដែរអញ្ចឹងណាអញ្ចឹងលោកពូយកមកពីកាន់របស់លោកពូវាអញ្ចឹងតាមពិតទៅខ្ញុំឲ្យតម្លៃខ្លួនខ្ញុំគ្រាន់តែជាអ្នករូតវាំងណនទេហើយរឿងការប្តឹងផ្ដាល់លោកពូវរៈខ្ញុំគិតថាគ្រាន់តែជារឿងលេងសើចមួយមែនទេហើយក៏ជាគ្រាន់តែជាសម្ពាធទៅដល់អ្នកធ្វើបទអត្ថាធិប្បាយដទៃទៀតណាប្រសិនបើយើងពិនិត្យអ្នកដែលធ្វើបទអត្ថាធិប្បាយរបៀបហ្នឹងគ្រប់វិទ្យុគ្រប់ទូរទស្សន៍គ្រប់សារព័ត៌មានទាំងឯកជននិងរដ្ឋទៅវិញណាយើងនឹងធ្វើករណីនេះរាប់ម៉ឺនរាប់សែនករណីមែនទេហើយបើសិនជាយើងពិនិត្យមើលពាក្យពេចន៍អ្នកដឹកនាំអ្នកនយោបាយពេលដែលឃោសនាវាយប្រហារគ្នាទៅវិញទៅមកហ្នឹងវាមូលបង្កាច់បរិហាគេនឹងច្រើនណាស់ហើយហេតុអីបានយើងអត់ចាត់ការមែនទេហើយយើងចង់ចាត់ការករណីហ្នឹងវាខ្ញុំគិតថាស្ថានភាពបើកចំហឬមួយក៏សេរីភាពនៃប្រព័ន្ធសង្គមច្រើនអញ្ចឹងលេងលបាយនយោបាយអញ្ចឹងមិនសូវជាទទួលបានជោគជ័យទេលោកពូជួយងាកមកបន្តិចមកចោលសុំបន្តិចទៀតដោយសារតែគេដឹងថាលោកពូគឺជាអ្នកដែលបញ្ចេញមតិថាក្តៅអញ្ចឹងណាហើយឥឡូវហ្នឹងគឺជាការកោះហៅលោកអូវរៈពាក់ព័ន្ធនឹងកម្មចេញមតិអញ្ចឹងលោកពូគិតថាថ្ងៃក្រោយអាចជាពេលលោកពូឲ្យបារម្ភយ៉ាងម៉េចដែរខ្ញុំគិតថាបើសិនជាអ្នកដឹកនាំហ្នឹងគាត់ឆ្លាតគាត់បញ្ញាមែនទេគាត់គួរតែមានការលើកសរសើរផ្ដល់ទឹកចិត្តឲ្យចូលរួមថែមទៀតប្រសើរជាងចាត់វិធានការណាមួយពីព្រោះប្រព័ន្ធរដ្ឋទាំងមូលភាគច្រើនគឺអ្នកមុខអ្នកការគាត់អត់ហ៊ាននិយាយអ្វីដែលប៉ះពាល់ទៅដល់មេរបស់គាត់ទេនិយាយរួមណាព្រោះទោះបីហ៊ានប៉ះពាល់ក៏គាត់ត្រូវប្រឈមដែរអញ្ចឹងអ្វីដែលយើងហ៊ាននិយាយការពិតឲ្យគាត់លឺឲ្យគាត់ដឹងឲ្យគាត់យកព័ត៌មានការពិតនឹងទៅធ្វើសេចក្តីសម្រេចចិត្តក្នុងការដឹកនាំប្រទេសខ្ញុំគិតថាគាត់គួរតែរក្សា
ហើយមិនត្រឹមតែរក្សាទេបើខ្ញុំរដ្ឋាភិបាលខ្ញុំលើកទឹកចិត្តឲ្យមានអ្នករិះគន់អញ្ចឹងឲ្យច្រើនឡើងហើយបើខ្ញុំរដ្ឋាភិបាលខ្ញុំបង្កើតក្រុមអ្នករិះគន់នៅគណៈរដ្ឋមន្ត្រីហ្មងណារោអ្នកជំនាញសេដ្ឋកិច្ចអីឲ្យអង្គុយរិះគន់ហ្មងពេលគណៈរដ្ឋមន្ត្រីប្រជុំម្ដងឲ្យក្រុមរិះគន់ហ្នឹងទៅស្ដាប់ហើយក្រោយពីចប់ប្រជុំឲ្យពួកនឹងរិះគន់ហើយរិះគន់ដោយចំហខ្លាំងបើទោះបីមូលបង្កាច់គេបរិហាគេឬមួយក៏ខូចគេឈ្មោះអីក៏ដោយក៏យើងត្រូវទៅទទួលប៉ុន្តែយើងយកទៅធ្វើសេចក្តីសម្រេចចិត្តយកតែណាល្អទៅទទួលបានជោគជ័យហើយអញ្ចឹងបើសិនជាខ្ញុំមិនត្រឹមតែបើកចំហឲ្យសាធារណជនរិះគន់ទេគឺយើងបង្កើតក្រុមរិះគន់ហ្មងខ្ញុំមិនមានការសិក្សាស្រាវជ្រាវច្បាស់លាស់ទេណាប៉ុន្តែបើយើងផ្អែកទៅលើការសិក្សាស្រាវជ្រាវរបស់អង្គការដំណាភិបហើយប្រព័ន្ធសុចរិតភាពនៃប្រព័ន្ធតុលាការគឺស្ថិតនៅកម្រិតមួយខ្សោយណាស់ខ្ញុំគិតថាឲ្យស្ថានភាពបែបនេះប្រហែលជាបន្ទុកនឹងអាចនឹងទាបជាងនេះប៉ុន្តែបើសិនជាគាត់គិតឃើញតនឲ្យគាត់ស្ដារឡើងវិញណាដល់ឯករាជ្យភាពទៅដល់ឧត្តមរដ្ឋសាស្ត្រអង្គចាប់ក្រមអ្នកដែលធ្វើការនៅអង្គចាប់ក្រមនឹងក៏មកឲ្យចូលពាក់ព័ន្ធនៅក្នុងគណៈបកហើយធ្វើមិនឲ្យតុលាការនឹងតួអង្គនៅក្នុងតុលាការទាំងមូលនឹងគាត់ធ្វើកិច្ចការគាត់ដោយឯករាជ្យអ្នកដែលចំណេញពលរដ្ឋហើយនឹងរដ្ឋាភិបាលទៅវិញឯងប៉ុន្តែបើសិនជាយើងយកមកលូកលាំនៅក្នុងនយោបាយយើងប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីប្រយោជន៍បុគ្គលអ្នកដែលខាតគឺពលរដ្ឋហើយនឹងគណៈបកកាន់ណាទៅវិញបញ្ហាវប្បធម៌លៀបពណ៌ចំពោះគណៈបកកណ្ដាលអំណាចក៏តែងតែលើកឡើងពីបញ្ហាលៀបពណ៌ហើយគណៈបកប្រឆាំងក៏លើកពីបញ្ហាលៀបពណ៌តាយ៉ាងពីគណៈបកនយោបាយនឹងលើកពីបញ្ហាលៀបពណ៌នឹងតើវាប៉ះពាល់ទៅដល់ប្រជាពលរដ្ឋទេបាទខ្ញុំគិតទៅវប្បធម៌ចាស់កម្រិលតាំងពីសម័យសង្គមរាស្ត្រនិយមរហូតមកប៉ុលពតដែលលៀបពណ៌គ្នាទៅវិញទៅមកថា CAKZB ពួក17មេសាអីហ្នឹងអស់2លានអ្នកអញ្ចឹងខ្ញុំគិតថាអ្នកដែលប្រើប្រាស់វប្បធម៌ហ្នឹងវា out of date ណាតិចទៀតទៅខ្ញុំគិតថាយុវជនមិនពេញចិត្តទេហើយថ្ងៃក្រោយទៅគឺគាត់បរាជ័យនៅក្នុងឆាកជីវិតនយោបាយរបស់គាត់ប្រសិនបើគាត់នៅតែបន្តការលៀបពណ៌ហើយមិនប្រើប្រាស់នៅគោលនយោបាយមកប្រាស់នៅព័ត៌មានដែលជាលក្ខណៈជាសាសយកមកធ្វើគោលនយោបាយធ្វើច្បាប់ឬក៏បញ្ចេញនៅយោបល់របស់ខ្លួន